ក្នុងណាគ្រប់នឹងមែនពីអ្នកប្តីប្រពន្ធដឹកគ្នាលួចមួកសវត្ថភាពនៅកន្លែងលក់ត្រូវមកចាស់ឃើញតន់ផ្អើលពីចាស់ពោលថាឆ្នាំណាគ្រប់នឹងពិតជាមិនខុសឡើយជនសង្ស័យពីអ្នកប្តីប្រពន្ធមានចិត្តគំនិតជាចោលដូចគ្នាហើយបានជិះម៉ូតូកង់3មួយគ្រឿងដឹកគ្នាចេញដែលលួចទ្រព្យសម្បត្តិអ្នកដទៃពេលទៅដល់កន្លែងលក់មួកសវត្ថភាពនៅតាមចិញ្ចើមផ្លូវមួយកន្លែងឆ្លៀតពេលម្ចាស់មិននៅចិត្តរវល់តែប៉ះកង់រមាក់ម៉ូតូនៅចិញ្ចើមផ្លូវម្ខាងទៀតគ្មានអ្នកនៅចាំកន្លែងចៅញីឈ្មោលខាងលើក៏បានធ្វើសកម្មភាពលួចយកមួកសវត្ថភាពជាង10មួកដាក់លើម៉ូតូកង់3រួចជិះគេចខ្លួនប៉ុន្តែត្រូវអស់លះដោយម្ចាស់ឃើញទាន់ក៏បានរត់ទៅស្ទះចាប់បានទាំងពីររួចប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ចំចៅទី3ធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់តែម្ដងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 8:20 នាទីព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2025នៅត្រង់ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនៈសូគីមិចផ្លូវជាតិលេខ4ស្ថិតនៅក្នុងភូមិអង្គៅសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជនសង្ស័យខាងលើឈ្មោះវត្តពៅអាយុ36ឆ្នាំមុខរបរជាងប៉ះកង់និងប្រពន្ធឈ្មោះមាសកនិកាអាយុ40ឆ្នាំមុខរបររើសអេតចាយទាំងពីរនាក់ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែខណ្ឌរិស័យកែវរាជធានីភ្នំពេញជិះម៉ូតូកង់3មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1II 4621ចំណែកជននគរឈ្មោះកម្រតនាភេទប្រុសអាយុជាង40ឆ្នាំស្នាក់នៅម្ដុំវត្តស្លែងសង្កាត់ពងទឹកខណ្ឌអង្គររាជធានីភ្នំពេញរីឯមុខសវត្ថភាពដែលត្រូវជនសង្ស័យលួចហើយដកហូតបានមកវិញនោះមានចំនួន14មួកគាត់បាននិយាយថានៅមុនពេលកាត់ហេតុគាត់បានបើកម៉ូតូមួយគ្រឿងម៉ាក Honda Waveពណ៌ត្រចេកសណ្ដោងរមាក់ក្រហមពាក់ស្លាកលេខភ្នំពេញ 1FO 24 10គុតដឹកមួកសវត្ថភាពចេញដំណើរពីផ្ទះនៅម្ដុំវត្តស្លែងទៅដាក់លក់នៅលើចិញ្ចើមផ្លូវជាតិលេខ4ត្រង់ចំណុចកាត់ហេតុខាងលើលុះពេលទៅដល់គាត់ក៏បានលើកមួកសវត្ថភាពចេញពីលើរមាក់រៀបចំលក់ចៃដន្យពេលនោះរមាក់របស់គាត់បែកកង់ទៀតហើយបន្ទាប់ពីរៀបចំដាក់មួកសវត្ថភាពដាក់កន្លែងលក់រួចរាល់ហើយគាត់ក៏បានយករមាក់ទៅប៉ះនៅចិញ្ចើមផ្លូវម្ខាងទៀតដែលស្ថិតនៅឆ្ងាយបន្តិចទៅមុខកន្លែងលក់នោះដែរលោកកឹមរតនាបានប្រាប់ឲ្យដឹងទៀតថាដោយសារតែគាត់នៅម្នាក់ឯងទើបគ្មានអ្នកនៅចំកន្លែងនៅទីនោះទេប៉ុន្តែគាត់មើលជាងប៉ះរមាក់បណ្ដានិងក្រឡេកមើលកន្លែងលក់បណ្ដាហើយបន្តិចក្រោយមកក៏ឃើញជនសង្ស័យពីអ្នកប្តីប្រពន្ធនោះជិះម៉ូតូកង់3មួយគ្រឿងទៅឈប់ជិតកន្លែងលក់របស់គាត់ពេលឃើញមុនដំបូងគាត់មិនដឹងថាជាចោរនោះទេគឺនឹកស្មានថាជាអ្នកដែលទៅរកទិញមួកប៉ុណ្ណោះហើយគាត់ក៏បានដើរឆ្លងផ្លូវដើម្បីសួរនាំនឹងលក់ឲ្យប៉ុន្តែគណៈដើរបានបន្តិចស្រាប់តែឃើញជនសង្ស័យនាំគ្នាលួចមួកសុវត្ថិភាពមួយថងធំហើយយកខាងក្រៅពីឋានទៀតដាក់ចូលក្នុងរមាក់កង់3រួចព្យាយាមជិះគេចខ្លួនបរិះអ្នកលក់មួកសុវត្ថិភាពនោះបាននិយាយរៀបរាប់បន្ថែមទៀតថាពេលឃើញបែបនេះគាត់លែងដើរធម្មតាទៀតហើយគឺបានរត់ឆ្លងផ្លូវទៅស្ទាក់មុខម៉ូតូកង់3និងគាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះបានភ្លាមតែម្ដងបន្ទាប់មកក៏បានរាយការណ៍ទៅនគរបាលដើម្បីឲ្យទទួលយកជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅទី3ធ្វើការសាកសួរនិងចាត់ការបន្តតាមផ្លូវច្បាប់តែម្ដងសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ